Ba chỉ miếng xu bông bông ngọc này tàng khăn sọc lại sọc chỉ đi xa ha vì trong càng nghe sọc mai ví dụ bàn trong mà đó sọc con bị xây khai cầm bông spur bà hay bông bông khơi nhái khơi khơi láng phun song bà cả vậy viên bàn tay sát ai láng từ sưu bà và còn ta dương ai một tô dương hàng tầng mà sân địch bà lấy trong càng nghe sọc mai ví dụ nâng láng từ đất nơi tu sân đây hiệp pi cầm bông phun song bà hay trong đăng ta tê sập hiệpอย่างน่ารออย่างน่าสมองบอลออกนี้ตื่นตุสนาจมูกกรมการเงินสกมาอยู่แต่งออกนี้บ่ขอบคุณ let's goបាទជំរាបសួរបងប្អូនអ្នកទស្សនានៅក្នុង Channel សុខខ្មែរ View ទាំងអស់គ្នាជាទីគោរពបងប្អូនហ្នឹងហើយក្រោយពីវីដេអូឃ្លីបមុនបងប្អូនបានទស្សនាវត្តប្រាសាទនេះប្រាសាទប្រាក់ឥឡូវយើងបានឡើងបន្តទៀតប្រើពីបន្តឃ្លីបវីដេអូហ្នឹងឥឡូវសូមបន្តឃ្លីបវីដេអូនេះតាក់ទងទៅនឹងវត្តអីសី8ទិសទៅលើហើយស្ទើរតែពាក់កណ្ដាលភ្នំស្រង់អីឡើងមកនេះគឺវត្តអីសី8ទិសបាទវត្តអីសី8ទិសគឺយើងបងប្អូនឃើញទេមានទិដ្ឋភាពស្អាតមែនតើបងប្អូនណានេះឃើញទេមានគុណចាស់សង្ឃកំពុងតែតបសម្អាតទីវត្តអារាម8អីសី8ទិសបាទបងប្អូននេះបំបិលមកជុំឲ្យបងប្អូនទស្សនាអានេះគឺខាងក្រោយនេះវត្តអីសី8ទិសគឺដូចជានៅក្រោយវត្តប្រាសាទនេះប្រាសាទប្រាក់បាទហើយនៅក្រោយព្រះអង្គខ្មែរនៅក្រោយព្រះអង្គខ្មៅបាទព្រះអង្គខ្មៅធំណាសម្បើមណាតែកសាងដាក់តម្កល់នៅវត្តប្រាសាទនេះប្រាសាទប្រាក់ហ្នឹងដែលក្នុងវីដេអូឃ្លីបមុនហើយអញ្ចឹងងាកមកវីដេអូឃ្លីបនេះវិញណាបងប្អូនសូមអញ្ជើញបាទជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវយើងឡើងមកដល់វត្តអីសី8ទិសបាទដែលស្ថិតនៅពីក្រោយប្រាសាទនេះប្រាសាទប្រាក់និងព្រះអង្គខ្មៅបាទហើយឡើងមកដល់ភ្នំគឺយើងឃើញមានរូបសំណាកហើយនឹងមានប្រគុណម្ចាស់3ព្រះអង្គដែលគង់នៅចាំប្រាសាទនៅទីនេះហើយបាទចង់ដឹងថាវត្តអីសី8ទិសហ្នឹងមានប្រវត្តិយ៉ាងណាហើយមានដំណើរយ៉ាងម៉េចសូមបងប្អូនទាំងអស់គ្នារងចាំទស្សនាបាទទស្សនាជាបន្តទៀតបាទសូមអរគុណហ្នឹងហើយអរគុណក្រុមការងារយើងដែលបានជំរាបដល់បងប្អូនយើងអ្នកទស្សនានៅក្នុងវីដេអូឃ្លីបនេះបន្តកុំទន់ទ្រាន់ណាបងប្អូនណាក្នុងចក្ខុវិស័យនៃក្រុមការងារស្រុកខ្មែរ View គឺយើងដើរផ្ដិតរូបភាពថតទេសភាពតាក់ទងទៅនឹងទេសភាពវត្តទេសភាពភូមិទេសភាពការរស់នៅផ្សេងចែកជូនដល់បងប្អូនយើងទស្សនាដើម្បីយើងមើលឃើញនៅទស្សនវិជ្ជាផ្សេងៗនៅស្រុកខ្មែរបែបណាខ្លះហ្នឹងហើយប៉ុន្តែជាទូទៅយើងផ្ដោតការប្រតិទិភាពតាមវត្តតាមភ្នំឬក៏វត្តអារាមផ្សេងទៅតាមអ្វីដែលយើងអាចនេះគឺបានអញ្ចឹងយើងឃើញគុណចាស់អាចទៅជួបគុណចាស់មើលតែគុណចាស់នៅគង់នៅទីនេះឃើញមានប្រសង់ម្នាក់3អង្គណាថ្វាយគុំគុណចាស់សាធុខ្ញុំបងគុណចាស់ពនាមអីដែរគុណចាស់មកពនាមទេវបណ្ឌីគុណចាស់ទេវបណ្ឌីហើយគង់នៅទីនេះយូរនៅគុណចាស់គង់យូរខ្ញុំ8ភាសា8ភាសាហើយនៅទីនេះគេហៅវត្តអីដែរគុណចាស់គេហៅវត្តអីសី8ទិសភ្នំស្រង់អីសី8ទិសភ្នំស្រង់ហើយទេគុណចាស់គង់ជាង10ភាសាក្នុងល្បាក់ហ្នឹងគុណចាស់ដឹងពីដំណើរហើយទេបានជាគេដាក់វត្តកសាងដាក់ឈ្មោះអីសី8ទិសនេះដំណើរតាំងពីដើមមកមានពិខុពីមុនមកលោកតាគាត់គង់នៅហ្នឹងប៉ុន្តែអត់តន់កើតកាលអីទេតែជាអាស្រមមួយទៅជាវត្តទេប៉ុន្តែគាត់ការគាត់ដល់មកស្នាក់នៅហ្នឹងគាត់បានឈឺបានអីយ៉ាងទៅមានអបិយជំនឿនៅទីអារាមវត្តទៅកន្លែងគ្រប់បូជាសពថ្ងៃហ្នឹងគេហៅថាលោកតាម្ចាស់ភ្នំហើយនឹងព្រះ5ព្រះអង្គនៅទីតាំងកន្លែងហ្នឹងទៅគាត់នៅទៅគាត់បាន
ថ្នាំដង្កូវព្រៃឈើផ្សេងៗទៅគាត់ប្រសាទៅជាសះស្បើយពីរោគគៀងទៅគាត់នៅស្នាក់នៅនឹងរហូតតគាត់បានបួសជាព្រះសង្ឃទៅគាត់បានបង្កើតទីអាស្រមហ្នឹងទៅជាវត្តដើម្បីយកទីតាំងកន្លែងនឹងមួយដើម្បីឲ្យវិជាពុទ្ធបរិស័ទទាំងអស់នៅក្នុងប្រទេសយើងបានមកគោរពបូជាឬក៏នៅតាមជើងភ្នំរបស់យើងផ្ទាល់នេះឯងដែលគេមានអបិយជំនឿថាភ្នំស្រង់នោះក៏បង្កើតទៅជាទីអារាមវត្តហ្នឹងទៅក៏ប្រសិទ្ធនាមឲ្យកន្លែងហ្នឹងជាវត្តឥសី8ទិសរហូតពីនោះមក 5អីសី8ទិស បាទ ហើយចុះមានរូបសំណាក់លោកតាអីសី រូបសំណាក់មានញោមនៅខាងលើសាលា ខាងលើសាលាដាក់8ទិសបង បាទ កណាហើយនៅលើវត្តអីសី8ទិសមានប្រមាណអង្គដែរក៏គង់នៅទីនេះបងចាស់ គង់នៅនេះឥឡូវនេះគង់បាន3អង្គ 3អង្គហើយ បាទ ហើយក៏ចង្ហាន់វ៉ាន់ជងនេះមិនដែរ ចង្ហាន់វ័នជូនពុទ្ធបរិស័ទជួនកាលក៏មកជួនកាលក៏អត់ដូចឥឡូវនេះអញ្ចឹងអត់មានពុទ្ធបរិស័ទទេបាទ ចុះចង្ហាន់ដូចមិនដែរទេបងចាស់ ចង្ហាន់ញោមគណៈកម្មការគាត់ចុះទៅទិញនៅក្រោមយកមកធ្វើចង្ហាន់ឲ្យលោកឆាន់ កណាឃើញថាឡើងមកបន្ទាប់ពីកណាបានផ្ដិតរូបភាពនៅក្នុងវីដេអូមុនតាក់ទងទៅនឹងវត្តប្រាសាទជ្រោះជែករៀមចឹងហើយនឹងប្រាសាទមានផ្សារប្រាក់ហើយកណាថាឡើងមកថាទៅលើនឹងមានវត្តផ្សេងៗថាពីដំណាក់កាលមួយទៅដំណាក់កាលមួយទៅដល់លើស្ទើរតែលើកំពូលភ្នំស្រង់តើមានវត្តណាខ្លះគុំចាស់ មានបន្ទាប់ពីនេះទៅកន្លែងសំណាក់ថ្ម3ដុំហើយបានឡើងទៅខាងស្រះ3តបមកទៅវត្តអីក្នុងបារាំង ក្នុងបារាំង បាទក្នុងបារាំងក្នុងជ័យ ក្នុងជ័យ នៅកំពូលភ្នំគេហ្មងបាទ ពូភ្នំតែម្ដង បាទ ឆ្ងាយទេទៅពីនេះទៅគុំចាស់ ឆ្ងាយដែរញោមឆ្ងាយដែរ កណាហើយមានជាដូចជាមុនហ្នឹងលោកជាលឺថាមានរូបសំណាក់បកោបកាវអីមិនមានដែរលោកគុំចាស់ រូបសំណាក់អត់មានទេញោមអត់មានទេមិនដែរគាត់ថាមានជាអាស្រមនៅជាប់នឹងដែរគេហៅថាបកគោបកែវ បកោបកាវចុះហើយមូលហេតុឯបានជាកសាងរូបសំណាក់លោកយាយទេពនៅទីនេះដែរគុំចាស់ រូបសំណាក់លោកយាយទេពនេះកាលហ្នឹងអាត្មាបានបែបបន់ឲ្យខាងញាតិញោមចឹងទៅគាត់បានជួយឧបត្ថម្ភមកក៏អាត្មាបង្កើតជាលោកយាយទេពនៅទីតាំងដើម្បីឲ្យពុទ្ធបរិស័ទមកគាត់គោរពបូជា កណាកណាអត់មានអីបន្ថែមទេគុំចាស់សុំនិមន្ត អត់មានអីទេសូមពីមនាដល់ញាតិញោមបានអញ្ជើញមកដល់ភ្នំស្រង់ហើយអញ្ជើញឡើងលេងគ្រប់ទីកន្លែងព្រោះនៅទឹកដីភ្នំស្រង់របស់យើងនេះជាទឹកដីមួយដែលស័ក្តិសិទ្ធិតែតែមានអបិយជំនឿឲ្យបួងសួងទៅសូមស័ក្តិសិទ្ធិហើយជាក្រកនៅក្នុងក្រោមមលុបព្រះធម៌ កណា ក៏យើងបានប្រសង់គង់នៅចេះហើយអាសានៅតំបន់ភ្នំនេះហើយដែលបានផ្សព្វផ្សាយនឹងពធចែកជូនដល់ពុទ្ធបរិស័ទនៅក្នុងប្រទេសយើងដូចជានៅក្នុងក្រៅប្រទេសគាត់តែងតែមានការឧបត្ថម្ភមកផ្សេងៗអញ្ចឹងដែរបង កណាការប្រជាពលរដ្ឋខ្មែរមិនថាប្រជាពលរដ្ឋណាទេតាក់ទងទៅនឹងសាសនាតួយ៉ាងដូចជាយើងពុទ្ធសាសនាការជ្រកក្រោមលុបពុទ្ធសាសនាការជ្រកក្រោមលុបព្រះធម៌គឺពិសេសពិសាណាគុំចាស់ព្រោះព្រះធម៌គឺធ្វើឲ្យចិត្តយើងល្អចិត្តយើងស្ងប់អត់មានហិង្សាអត់មានអីទេពេលណាដែលយើងយកព្រះធម៌ដាក់ក្នុងខ្លួនឬក៏ក្នុងបកាយអញ្ចឹងណាគុំចាស់ កណាអញ្ចឹងកណាអរគុណណាស់ដែលគុណម្ចាស់បានចែកនៅទស្សនៈទានបំភ្លឺតាក់ទងខ្លះអំពីវត្តអីសី8ទិសនេះគុណម្ចាស់កណាអរគុណបាទមើលតាមរយៈវីដេអូទៅថាថាមិនតាន់អស់បាទមិនអាចថាដូចពីពាក្យមួយថាឃើញ100ដងមិនស្មើនឹងឃើញម្ដងណាហ្នឹងហើយអញ្ចឹងបើសិនជាចង់ដឹងឃើញច្បាស់ផ្ទាល់ភ្នែកអាចអញ្ជើញលោកតាលោកយាយពុទ្ធបរិស័ទទីចិត្តទីឆ្ងាយតែនៅក្នុងស្រុកក្រៅស្រុកអញ្ជើញមកវត្តអីសី8ទិសបាទដែលកសាងនៅចង្កេះភ្នំបាទចង្កេះភ្នំស្រង់ហើយភ្នំស្រង់នោះគឺស្ថិតនៅក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺបាទខេត្តកំពង់ស្ពឺដូចខ្ញុំបានជំរាបវីដេអូមុនអញ្ចឹងជាខេត្តមួយសម្បូរដោយភ្នំបាទភ្នំស្អាតមែនតើមានភ្នំច្រើនហ្នឹងហើយភ្នំប្រមោកភ្នំស្រង់ភ្នំរះព្រៅភ្នំខ្ញែកអូហើយនៅភ្នំបន្តទៀតហើយសង្ឃឹមថាក្រុមការងារយើងនឹងព្យាយាមផ្ដិតរូបភាពទាំងអស់នេះចែកជូនដល់បងប្អូនយើងទស្សនានេះបងប្អូនពីដំណាក់មួយទៅដំណាក់មួយយើងសូមបង្ហាញមកជុំចែកជូនមិនចិនណាយទេហើយបញ្ចប់ពីវីដេអូនេះគឺយើងនឹងបន្តបេសកកម្មទៅคลิปផ្សេងៗណាបងប្អូនណានោះបងប្អូនឃើញទេបងប្អូនណាអូខេបងប្អូននេះឃើញទេ
កន្លែងណាមានទីវត្តអារាមគឺជាកន្លែងសម្រាប់ឲ្យថាសត្វលោកមិនថាមនុស្សមិនថាសត្វទេគឺជ្រកកោនក្រមលោកពធនៃពុទ្ធសាសនាយើងបាទបងប្អូន គុណសុំអីបាន អូនៅទីនេះគេសុំកូនសុំអីបានកូនចាស់ណា ភាគច្រើន ហើយបានផលទៅ បាន អញ្ចឹងជាព័ត៌មានមួយដូចតាមតែរadicaប្រគុណម្ចាស់លើកឡើងមិញគឺពេលណាបងប្អូនណាដែលគាត់ការហើយហើយការយូរឆ្នាំមិនមានកូននេះអាចអញ្ជើញមកទីនេះបានសុំជោគសុំជ័យសុំកូននៅទីនេះហើយតាមគុណម្ចាស់ទូលនោះគឺថាគឺស័ក្តិសិទ្ធិបាទសុំកូនសុំអីអាចស័ក្តិសិទ្ធិអញ្ចឹងជាព័ត៌មានដ៏ល្អមួយសម្រាប់បងប្អូនដែលការយូរឆ្នាំពុំមានបុត្រធីតាណាហ្នឹងហើយហើយហ្នឹងហើយហើយអញ្ចឹងឲ្យមកសុំកូនសុំចៅនៅលើទីឋាននៃវត្តអេសី8ទិសនេះបានដែលនៅស្ថិតនៅក្នុងភ្នំស្រង់ហើយភ្នំស្រង់ស្ថិតនៅស្រុកគង់វិស័យខេត្តកំពង់ស្ពឺណាបងប្អូននេះបងប្អូនគឺជារូបសំណាក់លោកតាម្ចាស់ភ្នំបាទលោកតាម្ចាស់ភ្នំបងប្អូនណាលោកតាកូនចៅសូមផ្តិតរូបផ្សព្វផ្សាយឲ្យមានជោគមានជ័យហើយកូនចៅសូមក្តីសុខក្តីចម្រើនទាំងអស់គ្នាលោកតានេះបងប្អូនឃើញនេះលោកតាម្ចាស់ភ្នំបាទនោះគឺជាមានរូបអាសនៈសេនាការពារលោកតាបងប្អូនណានេះឃើញទេផ្សព្វផ្សាយស្អាតណាស់បងប្អូនស្អាតមែនតើបងប្អូនកូនម្ចាស់មានទឹកបតីឲ្យអនុញ្ញាតឲ្យក្រុមការងារស្រុកខ្មែរបយុយើងខ្ញុំបានចូលប្រតិបត្តិភាពនៅក្នុងវត្តអេសី8ទិសហើយជានៅក្នុងនេះដែលតម្កល់រូបអាសនៈផ្សេងរូបបដិមាផ្សេងអូស្អាតណាស់បងប្អូនគុណម្ចាស់អាចរាយរាប់បាននេះថានេះរូបអ្វីខ្លះគុណម្ចាស់ រូបសំណាក់ព្រះបាទជ័យវរ្ម័នទី7និងរូបពនាងអន្តរទេវីពនាងជ័យរាជទេវី ណាអូ នេះពនាងជ័យទេវី ណា ហើយព្រះអង្គនៅកណ្ដាលព្រះបាទជ័យវរ្ម័នទី7 ណា នេះពនាងនៅខាងនោះដែលកាន់ធ្នូគឺអន្តរទេវី អន្តរទេវីជាក្សត្រមួយដ៏ល្បីល្បាញសម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់យើងគុណម្ចាស់នេះ អង្គវិស្ណុ ព្រះអង្គវិស្ណុបាទនោះបងអេសី អេសីព្រំជីក អេសី ព្រំជីក ប្រវត្តិលោកតាអេសីព្រំជីកនេះមានយ៉ាងម៉េចដែរគុណម្ចាស់ដឹងទេ អាត្មាអត់សូវច្បាស់ដែរញោមភាសាយើងអត់ដឹងពិតប្រាកដដែរ កណាកណា ហើយខាងនោះអេសីអគីណេត កណា សិវិសវ័នសម្ដេចទីណាត ណា សង្ឃរាជ ណា មានព្រះពុទ្ធរូប កណា ខាងនោះព្រះអង្គភក្ត្រកណេះ អង្គកណេះអូ មានក្បាលជារំរៃ ណា ខ្លួនជាមនុស្សខាងនោះព្រះអិន អាន ស្ដេចការនីក តរនី មានហើយខាងនោះទៀតអេសីចក្រភព អេសីចក្រភពអូនេះគុណម្ចាស់បានទូទស្សនិកជនបងប្អូនអ្នកទស្សនាគុណម្ចាស់មានតបតីបាននាំក្រុមការងារយើងចូលនៅក្នុងកន្លែងតម្កល់រូបបដិមាផ្សេងហើយគុណម្ចាស់ក៏បានជំរាបអត្ថន័យនៃរូបភាពមួយដែរថារូបនេះឈ្មោះអីតំណាងអីចឹងណាហើយបើសិនជាខ្ញុំកណាអត់មានបានព្រះអង្គប្រាប់ទេគឺបានផ្ដិតថតរូបចែកជូនដល់បងប្អូនយើងទស្សនាទេនេះគឺជាទស្សនវិជ្ជាមួយដ៏ស្អាតបងប្អូនណានេះបងប្អូននិយាយទៅផ្ដិតមិនចិនណាយទេហើយតាមប្រសាសន៍តាមថេរដីកាគុណម្ចាស់ជំរាបដល់បងប្អូនដែរជាដំណឹងល្អសម្រាប់បងប្អូនណាដែលការហើយមិនមានបុត្រធីតានោះបាទសូមអញ្ជើញបាទមកអញ្ជើញមកវត្តអេសី8ទិសដែលនៅភ្នំស្រង់នេះថាមានការអ្នកបងប្អូនអ្នកផងអ្នកភួងគាត់មកសុំគឺបានជោគជ័យរបស់គាត់មែនកណានេះអរគុណគុណម្ចាស់បានឲ្យផ្ដាត់រូបនេះគឺពិតនេះជាក្សត្រមួយល្បីព្រះបាទជ័យវរ្ម័នទី7និងអគ្គមហេសីបងគុណចាស់ កមហាសីពនាងជ័យរាជទេវីអន្តរទេវី កណាអគ្គមហេសីបងព្រះបាទជ័យវរ្ម័នទី7រូបដែលអមនឹងព្រះបាទជ័យវរ្ម័នទី7គុណចាស់មានន័យថាម៉េចទេ មានន័យថាប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី7ពនាងជ័យរាជទេវីជាអគ្គមហេសី កណា ដល់ពេលពនាងជ័យរាជទេវីនេះទៅបានមកអភិសេកជាមួយនឹងបងវិញ កណា អន្តរទេវីវិញ ក
Cherry TV ប្អូន បងអូន ហ្នឹងបង ប្អូន បង ប្អូននាងអន្តរ TV បងអូនពនាងអន្តរ TV ប៉ុន្តែ Cherry TV ហ្នឹងដែលនេះនៅខាងនេះរូបនៅខាងឆ្វេងដៃហ្នឹង Cherry TV ហ្នឹងគាត់ជាប្អូនទេហើយក៏ជាអគ្គមហាសីរបស់ព្រះបាទជ័យវរ្ម័នទី7កណាហើយរូបមួយដែលកាន់ក្នុងនេះគឺពនាង អន្តរ អន្តរ TV កណា ត្រូវជាបង ថាជាបងអូប៉ិតខ្ញុំបណ្ណាអត់ដឹងទេបានគុណចាស់ជំរាបទូក៏ដឹងទៅហើយ ពេលដែលពនាងជ័យរាជទេវីសោទីមង្គលទៅព្រះបាទជ័យវរ្ម័នទី7ហ្នឹងយកពនាងអន្តរទី បានអភិសេកជាមួយពនាងអន្តរ TV អភិសេក រូបនេះនៅលើប្រកាសពនាង ជ័យរាជ Cherry TV ឃើញថាមានរូបព្រះអង្គឬព្រះពុទ្ធនេះហើយមានន័យថាម៉េចគុណចាស់ មានន័យថាពនាង JD TV ហ្នឹងកាន់សាសនាព្រះពុទ្ធ ណា ចំណងនោះកាន់សាសនាព្រះពុទ្ធ ខ្លាំងជាងនេះ ដែលពនាងបានបូជាសាសនាពុទ្ធនៅប្រាសាទព្រះរំរីនៅខាងខេត្តព្រះវិហារនោះ អូ រយៈពេល13ថ្ងៃ កណា ធ្វើវិបស្សនាកម្មដ្ឋាន អូ អាត្មាក៏បានធ្លាប់និមន្តទៅខាងព្រះវិហារដែរកាលហ្នឹង កណា ហើយក៏បានទៅស្ដាប់ប្រវត្តិនៅហ្នឹង អូ ប៉ុន្តែរូបពនាងនៅទីវត្តអារាមយើងនេះកសាងយូរហើយខ្ញុំបង ចាស់ហេតុអីបានជាយករូបពនាងដូចជារូបព្រះបាទជ័យវរ្ម័នទី7ហ្នឹងដាក់តម្កល់ហ្នឹងគឺយ៉ាងម៉េចគុណចាស់ ជាតំណាងមួយcủaអ្នកក្សត្រខ្មែរយើងដែលជាអ្នកខ្លាំងពីចំនួននោះបង ណា ពីចំនួននោះមកដែលលោកអាចារ្យប្រតិចារនៅក្នុងទីអារាមរបស់យើងមានការដែលយើងធ្វើសញ្ញាគោរពបូជាសញ្ញាជានរាជដែលព្រះអង្គមានអំណាចនៅសម័យកាលនោះ ណា បើអញ្ចឹងយើងយកមកដាក់ក្នុងទីអារាមរបស់យើងកន្លែងនេះគេហៅថាសាលាទេវរូប សាលាទេវរូប សញ្ញាបូជាខាងអបិយជំនឿអញ្ចឹងទៅផ្សេងដែលញាតិញោមគេជឿជាក់អញ្ចឹងណាញោមបើ កណា តាមអាត្មាព្រះវិហារអាត្មាសម្រាប់ប្រសង់យើងសម្ដែងអប័តសម្ដែងនៅខាងនោះ កណា បើ កណាអូមិនមែនប្រវត្តិពីដើមមកព្រះអង្គធ្លាប់តាំងរាជធានីរកអីគង់អីនៅទីនេះទេណា មិនអត់ទេ អត់ទេកណា គាត់យើងធ្វើរូបសំណាក់គ្រប់បូជា កណាកណាណា គាត់ខ្មាស់សិន បាទ គាត់ឡាទៅរូបសវត្ថសានបរមគាត់សវណ្ណសានជាបារមី បងប្អូនគឺជាកុដបរមកុដសវណ្ណសែនជ័យបារមីអីសី8ទិសបងប្អូនណាស្អាតណាស់បងប្អូនណាតូចតែខ្លឹមបាទតូចតែខ្លឹមនៅលើចង្កេះភ្នំនៅចង្កេះភ្នំស្រស់បងងាកនេះគឺទៅនោះហើយចុះតែម្ដងបងប្អូនណាលោកអ្នកមុនហ្នឹងបានឃើញនៅទស្សនភាពនៅក្នុងបរិវេណវត្តអីសី8ទិសហើយក៏បានស្ដាប់នៅព្រះចែកតិកាវត្តផងដែរដែលចែកតិកាមានតបតីចែកម្លែកនៅរូបភាពនៅក្នុងព្រះសាលាព្រះបរមរូបតាំងតម្កល់រូបព្រះបដិមាផ្សេងៗនៅក្នុងទីនោះហើយព្រះអង្គក៏បានរាយរាប់នៅឈ្មោះបដិមាមួយចែកជូនដល់បងប្អូនយើងទស្សនាផងដែរហើយម្យ៉ាងមួយទៀតអ្វីដែលគុណម្ចាស់បានមានធរណីការនោះថាអ្វីដែលបងប្អូនសម្រាប់បងប្អូនឬក៏ជាព័ត៌មានឬក៏ជាដំណឹងមួយសម្រាប់បងប្អូនដែរជាគូស្ករការឲ្យយូរឆ្នាំពុំមានបុត្រធីតានោះគឺព្រោះព្រះអង្គថាមានអ្នកមកសុំអីកូនសុំអីច្រើនហើយទទួលបានផ្លែផ្កាល្អដែរអញ្ចឹងសម្រាប់បងប្អូនដែលការឲ្យយូរខែយូរឆ្នាំពុំមានបុត្រធីតាអាចមកទីនេះសុំទៅបួងសួងសុំទៅក្រែងលោយើងបានដោយបំណងណាបងប្អូនណាអញ្ចឹងคลิปវីដេអូនៅក្នុងវត្តអីសី8ទិសសូមបញ្ចប់តែប៉ុណ្នេះហើយយើងនឹងជួបគ្នានៅคลิปវីដេអូបន្តទៀតបាទសូមអរគុណសូមគោរពលាបាយបាយ